បាទកាហ្វេកូនព្រួសសូមជម្រាបសួរថ្ងៃនេះមិនថានមានហូបមួយមុខបន្ទាប់ពីសម្រាប់ពីការលក់កាហ្វេហូបនេះដែរគឺមានឈ្មោះថាខ្ចប់ស្ពៃក្តោបសាច់ជ្រូកចិញ្ច្រាំបាទហើយរបៀបខ្ចប់គឺមានតែវិធីខ្ចប់ងាយៗអញ្ចឹងមានខ្ទឹមស្រស់មានស្ពៃក្តោបស្រស់បាទហើយយើងយកមករុំវាចងដាក់ខ្ចប់មកទបមកទៀតយើងដាក់ដាំទឹកម្ងាស់ហើយម្ងាស់ទាល់តែពុះមកយើងបង់គ្រឿងកប៊ីចេងហើយមកតាមចំណង់ចំណូលចិត្តរបស់បងប្អូនទបមកមួយទៀតក៏ខ្ញុំមានឆាក្តាម7ទុំបាទក្តាមស្រែពេលភ្លៀងមកយើងបានចាប់បានហើយមួយទៀតគឺយើងមានប្រហុកចិញ្ច្រាំមានម្លុកខ្ចីធម្មជាតិសុទ្ធសាធបាទបេះតាមអែបលបងហ្នឹងបងប្អូនហើយមកមុខទៀតនឹងមកមុខទៀតគឺក្តាមភ្លាបាទក្តាមភ្លានេះដែរគឺក្តាមស្រែដែលយើងរកបានពេលភ្លៀងមកបាទហើយក្តាមនេះគឺយើងភ្លាមកល្មមមិនហឹរពេកមិនប្រៃពេកយើងសម្រាប់ហូបលេងពេលបាយបាទអញ្ចឹងជាចុងក្រោយនៃវីដេអូក៏សូមអរគុណទៅដល់បងប្អូនដែលបានទស្សនា